don't forget, I many time I explain Cambodia. You see Angkor Wat. This is the most fantastic architecture in the world. Most amazing. Yeah. ពេលដែលយើងមានទស្សនវិស័យចង់ជួយជាតិគិតដល់ផលិតផលជាតិចំណុចទី1ទី2យើងមើលទៅលើគុណភាពនៃរោងចក្រទី3យើងមើលឃើញអ្នកជំនាញផ្ទាល់ បាទ បើយើងអត់ឃើញគុណភាពរោងចក្រយើងអត់ឃើញអ្នកជំនាញក្នុងការសរសេរប្រមូលនឹងទេក៏យើងអត់ហ៊ានចែកចាយដែរក្រោយពី6ខែខ្ញុំចុះទីផ្សារខ្លួនឯងខ្ញុំលក់ឲ្យតោមួយនោះអត់ភ្លេចទេលោកលក់6ដបគាត់សួរថាឆ្នាំណាលក់អស់អញ្ចឹងបាក់ទឹកចិត្តហើយឈឺចិត្តបាទឈឺចិត្តហើយសាប៊ូនាំចូលគេពេញហ្នឹងថាហេតុអីបានរបស់ក្នុងស្រុកសោះលក់ស្មើរបស់គេនាំចូល គឺដោយសារយើងវាធ្វើមានគុណភាពឈឺចាប់ដែរតែអីមិនក៏យើងមិនផលិតមិនក៏យើងចេះតែនាំចូលមកពីគេអញ្ចឹងសាប៊ូសោះមិនក៏យើងមិនផលិតតាំងពីជាង10ឆ្នាំមុននោះ ត្រឹមត្រូវណាបង បាទ ឃើញហើយឈឺចិត្តមែនឃើញចូលផ្សារមួយឃើញតែផលិតផលរបស់គេសិតតែផលិតផលនាំចូល បាទទាំងអស់គ្នាកម្លាំងជាតិនិយមមករយៈចុងក្រោយហ្នឹងអូយធ្វើឲ្យផលិតផលខ្មែរជាច្រើនដាច់ស្តុកបាទនេះគឺជាគំរូមួយល្អមែនតើបាទដែលខ្មែរយើងសាមគ្គីគ្នាណាស់បាទអ្នកផលិតបាទអ្នកកែច្នៃអ្នកប្រើប្រាស់អូយហើយអ្នកជំនាញផ្សេងគឺយើងរួមដៃគ្នាដើម្បីធ្វើបែបណាយើងយកឈ្នះនៅក្នុងទីផ្សារខ្មែរអាចកសាងអង្គរវត្តបានត្រឹមតែសាប៊ូរឿងអីយើងធ្វើមិនបានបាទហើយនៅក្នុងវីដេអូធំនេះបាទទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង Facebook ហើយ YouTube របស់ Business Cambodia បានវាគ្មិនទាំង3នឹងចែកម្លែកទៅដល់អ្នកទាំងអស់គ្នានិយាយរួមនៅគំនិតល្អមែនទែនដែលពួកគាត់បានខំប្រឹងបាទខំអភិវឌ្ឍបាទដើម្បីធ្វើបែបណាបាទផលិតផលខ្មែរមានគុណភាពខ្លាំង